ជោគគឺជាជលជាតិពុកមួយដើមរឹងមានបន្លែស្លឹកធំកំប៉ាងផ្កាប្រើជាគ្រឿងបូជាក្រអៅនិងមើមប្រើជាអាហារបានច្រើនយ៉ាងបុកត្រង់ច្រោះយកម្សៅក៏បានផ្លែប្រើជាអាហារតាមខ្ចីតាមចាស់ដាំក្នុងស្រះត្រពាំងបឹងងាយកើតដោះសាយឆាប់រហ័សឈូកមានច្រើនប្រភេទមានឈូកសឈូកក្រហមឈូកច្រាលជាដើមសម្រាប់ការឈូកខ្មែរគឺជាបុប្ផាដែលដោះនៅក្នុងភក់ដែលមានសម្រស់ស្រស់ត្រកាលគួរជាទីគយគន់ការឈូកតែងតែត្រូវបានលើកដំកើងនិងជាគ្រឿងសក្ការៈក្នុងព្រះពុទ្ធសាសនាតើមានមូលហេតុអ្វីក៏ព្រោះតែឈូកតំណាងឲ្យបញ្ញាអ្នកគោរពព្រះពុទ្ធសាសនាព្រោះព្រះសម្មាសម្ពុទ្ធបានចាត់ទុកបញ្ញារបស់សត្វលោកដូចជាផ្កាឈូក4ពួកក្នុងជលសាផ្កាឈូកទាំង4នោះរួមមានទី1ពួកផ្កាដែលកំពុងដុះចេញពីភក់ទី2ពួកផ្កាដែលដុះចេញពីភក់តែនៅក្នុងទឹកទី3ពួកផ្កាដែលដុះចេញពីភក់ហើយតែផុតពីទឹកទី4ផ្កាដែលដុះចេញពីភក់ពីទឹកហើយរងចាំព្រះសូរសែងចាំងមកនឹងអារិកតាមចម្លាក់នានារបស់ខ្មែរប្រសិនបុគ្គលណាគង់នៅលើស្រទាប់ក្បាច់ផ្កាឈូកបុគ្គលនោះជាបុគ្គលប្រកបទៅដោយបញ្ញាតួយ៉ាងដូចជាព្រះពុទ្ធជាដើមអត្ថន័យនៃឈូកទាំង4រួមមានទី1តំណាងឲ្យអ្នកដែលដឹងច្បាស់នៅភាពពិតនៃធម្មជាតិគឺធម៌ក្នុងដែលពេលដែលបណ្ឌិតសម្ដែងដោយអត្ថន័យខ្លីហៅថាអូកកតិតញ្ញូសម្រាប់ធម៌ក្នុងពេលស្ដាប់ប្រៀបដូចជាឈូកដែលផុសចេញពីទឹករីកស្រស់បំព្រងគួរឲ្យគយគន់ទី2តំណាងឲ្យអ្នកដែលនឹងដឹងច្បាស់នៅភាពពិតនៃធម្មជាតិដែលបណ្ឌិតបានសម្ដែងអត្ថន័យលើកយកនៅអត្ថាធិប្បាយមកបន្ថែមទើបជាក់ច្បាស់មានតណ្ហាទិដ្ឋិមេនះកិលេសស្ដួចស្ដាងហៅថាវិបច្ចិតញ្ញូប្រៀបដូចជាឈូកដែលផុសចេញពីទឹកហើយរងចាំតែរស្មីនៃទិន្នករទើបរីកស្រស់បំព្រងទី3តំណាងឲ្យអ្នកដែលនឹងបានដឹងច្បាស់នៅភាពពិតនៃធម្មជាតិដោយការអធិប្បាយហើយអធិប្បាយទៀតទម្រាំនឹងបានយល់និងឃើញពីការពិតនៃធម្មជាតិជីវិតត្រូវទទួលនៅការអប់រំហើយការអប់រំទៀតព្រោះកិលេសតណ្ហាមេនះទិដ្ឋិនៅមានខ្លះហៅថានេយៈប្រៀបដូចជាឈូកផុសចេញពីភក់តែនៅក្នុងទឹកត្រូវរងកម្មដោយការវាយប្រហារពីមច្ឆជាតិ4តំណាងឲ្យអ្នកដែលពិបាកនឹងធ្វើការពន្យល់អធិប្បាយឲ្យយល់ប្រៀបដូចជាទាញថ្មឡើងភ្នំទោះជាខំជួយយ៉ាងណាក៏បុគ្គលនេះមិនអាចយល់ឃើញច្បាស់ពីភាពពិតនៃធម្មជាតិព្រោះមានតណ្ហាទិដ្ឋិមេនះកិលេសច្រើនហួសនឹងជួយប្រៀបដូចជាឈូកក្នុងភក់រងកម្មមួយអន្លើដោយមច្ឆជាតិដូចជាអន្ទង់ជាដើមផុសចេញពីភក់តែស្ថិតនៅក្នុងទឹកត្រូវរងកម្មដោយមច្ឆជាតិដូចជាសត្វត្រីជាដើមយ៉ាងណាមិញចំពោះផ្នែកសុខភាពគ្រាប់ស្រស់របស់ឈូកក៏មាននូវគុណសម្បត្តិដ៏អស្ចារ្យផងដែរការញ៉ាំគ្រាប់ឈូកស្រស់ឲ្យទៀងទាត់នឹងទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនដោយគ្រាប់ឈូកគឺជាគ្រាប់ធម្មជាតិមួយប្រភេទដែលសម្បូរដោយសារធាតុចិញ្ចឹមវីតាមីននិងសារធាតុរ៉ែជាច្រើនមុខដែលផ្ដល់អត្ថប្រយោជន៍យ៉ាងពិសេសបំផុតបន្ទាប់ពីទទួលទានរាល់ចំណុចទាំងនោះរួមមានទី1នោះគឺការព្យាបាលនិងកាត់បន្ថយហានិភ័យមហារីកថ្លើមនិងជំងឺថ្លើមគ្រប់ប្រភេទព្រមទាំងជំងឺមួយចំនួនទៀតដូចជាជំងឺបេះដូងទឹកនោមផ្អែមលើសឈាមនិងជំងឺតម្រងនោមជាដើមទី2វាមានផ្ទុកនៅប្រូតេអ៊ីនម៉ាញ៉េស្យូមប៉ូតាស្យូមនិងផូស្វ័រដែលផ្ដល់ថាមពលភ្លាមៗដល់រាងកាយបន្ទាប់ពីទទួលទានវាទី3បណ្ដូលខៀវរបស់វាមានរសជាតិល្វីងតិចៗនៃគ្រាប់ឈូកបានផ្ទុកនូវសារធាតុប៉ូវកម្លាំងយ៉ាងពិសេសទី4ផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្មកម្រិតខ្ពស់និងអង់ស៊ីមប្រឆាំងនឹងភាពចាស់និងជួយជួសជុលកោសិកាស្បែកទី5សម្រួលទៅដល់ការទទួលទានដំណេកឲ្យគេងឆាប់លក់និងគេងលក់ស្រួល6ផ្ទុកកាឡូរីទាបតែជាតិកាកសរសៃខ្ពស់ដូច្នេះគ្រាប់ឈូកជួយបន្ថយជាតិស្ករនៅក្នុងឈាមដើម្បីកាត់បន្ថយហានិភ័យប្រឈមទៅនឹងជំងឺទឹកនោមផ្អែម7ជំរុញដល់ការស្រេកឃ្លានអាហារដែលល្អសម្រាប់អ្នកចង់ឡើងទម្ងន់8បណ្ដូលខៀវក្នុងគ្រាប់ឈូកជួយគ្រប់គ្រងសម្ពាធឈាមនិងល្អសម្រាប់បេះដូង9គ្រាប់ឈូកជាអាហារសម្រន់ល្អសម្រាប់ទទួលទានព្រោះវាមានផ្ទុកបរិមាណសូដ្យូមទាបនិងម៉ាញ៉េស្យូមខ្ពស់10គ្រាប់ឈូកផ្ទុកសារធាតុជួយការពារភ្នែកពីជំងឺភ្នែកញោក
11ជួយសម្រួលនិងព្យាបាលអាការៈស្បូនហូរឈាមខុសប្រក្រតីនិងព្យាបាលអាការៈរដូវមកមិនទៀងទាត់12សម្រួលដល់អារម្មណ៍ធុញថប់ឲ្យប្រសើរឡើងវិញ13ជួយដល់ក្រពះក្នុងការរំលាយអាហារ14ប្រឆាំងការរលាកអញ្ចាញធ្មេញ15ជួយពន្លឿនដល់ការកកឈាមនៅពេលរងរបួសសូមចំណាំផងដែរថាអត្ថប្រយោជន៍ដែលបានរៀបរាប់ខាងលើនេះគឺទំនងជាមានប្រសិទ្ធភាពតែចំពោះគ្រាប់ឈូកស្រស់តែប៉ុណ្ណោះចំពោះគ្រាប់ឈូកដែលស្ងោរឬគ្រាប់ឈូកដែលមានការចម្អិនរួចរាល់ហើយអាចបាត់បង់ជាតិវីតាមីននិងសារធាតុចិញ្ចឹមច្រើនជាហេតុធ្វើឲ្យវាពុំសូវមានគុណប្រយោជន៍ចំពោះសុខភាពឡើយ